ដើមឡើយដើមកំណើតនៃទានចំណាំព្រះវស្សានេះគឺមកអំពីសម័យព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងឡើងនៅក្នុងលោកនេះមានថេរវេលាយូរឆ្នាំកន្លងមកកាលពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងឡើងនៅក្នុងលោកក្នុងសម័យនោះពុំមានទានព្រះវស្សាទេសម្រាប់បរិស័ទដែលមានសទ្ធាចេតនាគេនាំយកប្រេងទៅវាយប្រគេនដល់ព្រះសង្ឃដើម្បីបានព្រះសង្ឃលោកអុជបំភ្លឺនៅពេលរាត្រីក្នុងពេលចាំវស្សាហ្នឹងទេនេះជាពុបហេតុនៃទានព្រះវស្សាហ្នឹងដល់មកក្រោយទៀតមកក៏បុរាណអាចារ្យរបស់ខ្មែរយើងនឹងបានរៀបចំទៅជាពិធីសិទ្ធទានព្រះវស្សាដើម្បីនឹងពីប្រគេនដល់ព្រះសង្ឃឲ្យចាំវស្សានេះជាពុបហេតុនៃទានចំណាំព្រះវស្សាហ្នឹងព្រោះសម័យកាលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោកពេលនោះនៅសង្គមរបស់មនុស្សយើងនេះគឺមានការខ្វះខាតយ៉ាងក្រៃលែងជាទីបំផុតសូម្បីតែប្រទីបគឺទានចំណាំព្រះវស្សានេះក៏អត់មានទេបងក្រណាស់សម័យហ្នឹងម្ល៉េះហើយព្រះសង្ឃក្នុងសាសនមណ្ឌលក្នុងពុទ្ធសាសនានេះកាលណារៀបនឹងដល់ថ្ងៃចូលចាំព្រះវស្សាហើយក៏រមែងរោគវត្ថុដែលត្រូវដាក់ប្រេងហ្នឹងដែលសម្រាប់ញោមញាណកាបដីសេដ្ឋីឬក៏អ្នកមានទ្រព្យហ្នឹងគេនាំយកប្រេងមកវាយប្រគេនដល់ព្រះសង្ឃគ្រាន់តែប្រដាប់ដែលសម្រាប់ដាក់ប្រេងនឹងទីសោតក្រជាទីបំផុតម្ល៉េះហើយព្រះសង្ឃគ្រប់រូបទាំងអស់ក៏តាំងទៅស្វែងរកប្រដាប់វត្ថុដែលយកមកដាក់ប្រេងហ្នឹងគឺទៅយកដើមឫស្សីស្រុកយ៉ាងណាកាត់ជាបំពង់ហើយក៏បំរុងនឹងបានទទួលនៅប្រេងដែលគេយកមកវេប្រគេននេះនិយាយពីភាពកំសត់ទូលគាត់នៅសម័យដែលព្រះសម្មាសម្ពុទ្ធទើបនឹងត្រាស់ដឹងឡើងហ្នឹងកំសត់ព្រោះបើសិនណាជាញោមញាតពុទ្ធបរិស័ទបានដឹងរឿងវត្ថុនិទានដំណើរអំពីទានចាំព្រះវស្សានេះគឺមានសេចក្តីអាណិតអាសូរដល់ព្រះសង្ឃនឹងជាទីបំផុតយ៉ាងក្រៃលែងនេះសម្រាប់ទានចំណាំព្រះវស្សាហ្នឹងវិញចំណែកសម្ពុតវសិកសាដកៈសម្ពុតសម្រាប់ងូតទឹកភ្លៀងហ្នឹងនេះក៏មានបុព្វហេតុខាងដើមដែរប្រសង្ឃក្រជាទីបំផុតក្រាន់សំបីតែសម្ពុតយកមកផ្លាស់ងូតទឹកភ្លៀងក៏អត់មានដែរពុក្រចឹងម្ល៉េះហើយព្រះសង្ឃកាលណាមានភ្លៀងបង្អល់ធំមកក៏ស្ងាត់ណាំនេះអាក្រាតកាយទៅទេក៏ស្រង់ទឹកភ្លៀងដល់សម័យហ្នឹងក៏មហាបាសិកាវិសាខាបានជ្រាបដំណើរនោះរឿងនោះអំពីព្រះសង្ឃលោកស្រង់ទឹកដោយអាក្រាតខ្លួនទៅទេណាឡើយមានសេចក្តីសង្វេគក៏មានសទ្ធាជ្រះថ្លាបានទទួលសុំព្រះសម្មាសម្ពុទ្ធដោយបញ្ហា8ខទូលសុំណាស់
នាងវិសាខាមហាបាសិកាបានសុំបវារណាធ្វើវសិកសានអកៈគឺសម្ពុតសម្រាប់ផ្លាស់ងូតទៅព្រៀងនឹងទី1ទី2សុំនៅអាកន្តកៈភ័តគឺប្រគេនភ័តដល់ភិក្ខុដែលទៅនឹងមកពីទីឆ្ងាយនឹងមកគង់នៅស្នាក់អាស្រ័យក្នុងវត្តដល់វត្តជាលំនៅថ្មីហ្នឹងព្រោះព្រះសង្ឃដែលទៅនឹងមកដល់ថ្មីមកគង់នៅចាំនៅវត្តថ្មីនោះគឺมันអាចដឹងកន្លែងដែលគេស្វាស្វែងរកភិក្ខុរកភត្តាហារបរិភោគបានទេបងហើយលំបាកបាននាងសុំអនុញ្ញាតនៅពោទី2ហ្នឹងគឺសុំប្រគេននៅគាត់ដល់អកន្តកៈភិក្ខុដែលទើបនឹងនិមន្តមកគង់នៅថ្មីនោះទី3គមិកភ័តគឺសុំប្រគេនភ័តដល់ព្រះភិក្ខុដែលមានដំណើរទៅកាន់ទីឆ្ងាយមានដំណើរទៅកាន់ទីដទៃឆ្ងាយគឺសុំអនុញ្ញាតព្រះសម្មាសម្ពុទ្ធដើម្បីនឹងបានប្រគេនភ័តដល់ភិក្ខុដែលត្រូវការនិមន្តទៅកាន់ទីឆ្ងាយហ្នឹងទី4គិលានភ័តសុំប្រគេនថ្នាំដល់ភិក្ខុដែលមានជំងឺមានអាពាធហ្នឹងគឺសុំប្រគេននៅភ័តក៏ដល់ភិក្ខុដែលមានជំងឺនោះទី5គិលានុបដ្ឋភ័តគឺសុំប្រគេនភ័តដល់ភិក្ខុដែលអ្នករក្សាជំងឺព្រោះភិក្ខុដែលរក្សាជំងឺហ្នឹងគឺពិបាកនឹងរកពេលនឹងទៅរកភ័តយកមកបរិភោគចំអែតកាយហ្នឹងណាម្ល៉េះហើយក៏នាងវិសាខាក៏សុំអនុញ្ញាតនៅភ័តណាប្រគេនដល់ព្រះភិក្ខុដែលលោកជាអ្នករក្សានៅគិលាននៅភិក្ខុដែលលោកអាពាធនោះទី5សុំប្រគេននៅគិលានភេសជ្ជៈគឺសុំប្រគេននៅគិលានភេសជ្ជៈគឺភិក្ខុដែលរក្សាជំងឺទី7ធុវយាគូគឺសំប្រគេននៅបបរដល់ភិក្ខុដែលត្រូវការបបរឆាន់បបរហ្នឹងជាប្រកដីហ្នឹងទី8ឧត្តកៈសាធកៈដល់នាងភិក្ខុនីសង្ឃដល់ភិក្ខុសង្ឃជាស្ត្រីភិក្ខុនីហ្នឹងសុំប្រគេននៅឧត្តកៈសាធកដល់ភិក្ខុនៃសង្ឃហ្នឹងជារៀងរហូតអស់មួយជីវិតនេះជាសំណូមពររបស់មហាបាសិកាវិសាខាដែលទូលសុំអនុញ្ញាតបវរណានៅបច្ចៈនៅវត្ថុទាំងឡាយដែលខ្វះខាតនៅក្នុងពុទ្ធសាសនានេះដំណើរហេតុនៃទានព្រះវស្សាហើយនឹងសម្ពុតវសិកសាដកហ្នឹងពុំមានដំណើរយ៉ាងដូចនេះវត្ថុនៃទានដែលអាត្មាភាពលើកយកមកសម្ដែងជូនអាយដាមអ្នកញាលោកជំទាវលោកស្រីញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបក្នុងឱកាសនេះដើម្បីនឹងបានជ្រាបដឹងដំណើរនៃប្រគេនទានចំណាំព្រះវស្សាហើយនឹងសម្ពុតវសិកសាដកនឹងគឺដោយហេតុការដែលខ្វះខាតប្រើប្រាស់ក្នុងសម័យពុទ្ធសម័យនោះពលនឹងសូមលើកត្រឹមតែប៉ុណ្ណឹងយកមកសម្ដែងជូនដល់ឯកឧត្តមលោកជំទាវញោមញាតិអស់សូមឲ្យបានជ្រាបអំពីរឿងវត្ថុនិទាននៃទានចំណាំព្រះវស្សានិងសម្ពុតវសិកសាដកនោះដល់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនានេះអាស្រ័យនៃធម៌ទេសនាក្នុងកម្មវិធីនេះក៏លំមគួរសមទៅតាមកាលនិងវេលាហើយប៉ុន្តែមុននឹងបញ្ចប់
ก็ส่งประเคนโปเอาสจูนโปเราลงฉิมเตียวเนี่ยอ่อนยาไอ้ดำเอาลูกสไลลูกพรองต่างอ้อขนมเอาการในสมัยบ้านประกอบแล้วพุทธโภบุญประกาเกิดยุวันณะสุขะเปลี่ยเจนิกนิรันตอเรียงเต้าอัยังสังเคเปนเนี่ยธรรมติสนาสมตาตัวติสนาได้ชมการณาตมาเพียบสำแดงขนมออกการนี้ก็สนมอนถ้าจบโดยสังขารแต่ปนในเองเอวัง